យឧត្តមរដ្ឋមន្ត្រីថៅចេថាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹកនិងឧតុនិយមបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វាំងឡង់នាថ្ងៃច័ន្ទ13កើតខែទុតិយាសាទឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី27ខែកក្កដាឆ្នាំ2026នេះឯកឧត្តមថៅចេថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងចាប់ផ្ដើមបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វាំងឡង់សូមជម្រាបថាដំណើរទស្សនកិច្ចនេះជាផ្នែកមួយនៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម IAIP ដែលគាំទ្រថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងការសាងសង់ស្ថានីយរ៉ាដាតេជោសែនទី2ដែលមានសារៈសំខាន់ក្នុងការផ្ដល់នូវទិន្នន័យទាន់ពេលវេលា real time ដើម្បីបង្កើនប្រសិទ្ធភាពនិងសុក្រឹតភាពនៃការព្យាករណ៍ធាតុអាកាសរបបទឹកភ្លៀងនិងការតាមដានបម្រែបម្រួលអាកាសធាតុឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ចាំបាច់សម្រាប់ពហុវិស័យក្នុងឱកាសបំពេញទស្សនកិច្ចនេះឯកឧត្តមរដ្ឋមន្ត្រីនិងគណៈប្រតិភូជាន់ខ្ពស់ក្រសួងនឹងអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនិងអ្នកបច្ចេកទេសក្រុមហ៊ុនវៃសាឡានៅទីស្នាក់ការកណ្ដាលក្រុមហ៊ុនក្នុងទីក្រុងហែលស៊ីនគីប្រទេសហ្វាំងឡង់និងធ្វើទស្សនកិច្ចដោយផ្ទាល់ទៅកាន់រោងចក្រផលិត Doppler radar របស់ក្រុមហ៊ុនជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីនិងគណៈប្រតិភូក៏នឹងអញ្ជើញទៅទស្សនកិច្ចនៅវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ FMI ព្រមទាំងជួបពិភាក្សាការងារជាមួយក្រុមការងាររបស់វិទ្យាស្ថានផងដែរ